អូនអើយឃើញបន្លែក្រោយផ្ទះអានេះអានោះជីនេះទ្រាំបានទេបាញ់ឆាវខ្ញុំបាញ់ឆាវខ្ញុំអត់ចូលចិត្តចាក់នៅក្រាស់ទេខ្ញុំចូលចិត្តបាញ់ឆាវឡើងស្ដើងឥឡូវនេះមកលាយម្សៅគោះពងភ្លោះទៀតកលុកវាទៅគឺដាក់ខ្ទិះដូងនោះប្រហែល100មីលីលីត្រម្សៅអង្គរខ្សាយ2ខាប់អំបិលបន្តិចទៅហើយម្សៅល្មៀតខ្ញុំកូរជាមួយខ្ទិះដូងនឹងឲ្យម្សៅចូលគ្នាឲ្យសព្វខ្ញុំអត់ដែរទិញម្សៅគេទេធ្វើតែខ្លួនឯងទេបន្ទាប់មកគឺដាក់ទឹក500មីលីលីត្របងប្អូនលៃលកមើលទៅកុំឲ្យខាប់ពេកកុំឲ្យរាវពេកខ្ទះទុកឲ្យក្តៅបើខ្ទះអត់ក្តៅទេចាក់បាញ់ឆាវអត់លឺឆាវទេលឺខ្សឹបលើហើយខ្ញុំអត់ចូលចិត្តទេក្រាស់ខ្ញុំចូលចិត្តស្ដើងស្រួយចំពោះស្នូលវិញខ្ញុំអត់ចូលចិត្តដាក់ដូងកាដូងហើយអត់ចូលចិត្តដាក់ខ្ទឹមប្រាំងខ្ញុំឆាខ្ញុំដាក់ការ៉ុតបើមានសាច់មាន់ធ្វើសាច់មាន់បើមានសាច់ជ្រូកធ្វើសាច់ជ្រូកមើលឡើងស្ដើងចេញក្រោយផ្ទះមានអាជីនេះជីនោះមកអូយបងប្អូនហើយមានក្តីសុខណាស់ហើយដាក់ភ្លើងកែបឆ្ងាញ់ណាភ្លើងកែបនេះបងប្អូនអើយជាមួយបាញ់ឆាវនេះមកកញ្ច្រែងកូនចៅច្រើននេះមិនចាក់ច្រើន